រឿងដែលបានប្រគល់ឲ្យត្រូវជំនះភាពអន្ទះសារហ៊ឺហ៊ូក៏ចាត់ទុកថាជាមនុស្សខ្លាំងម្នាក់ដែរតើធ្លាក់ក្នុងដៃអ្នកណាលីយ៉ាងជាក្មេងដែលមិនដឹងថាលេចមុខមកពីណាពេលនេះជាអ្នកវាយតប់របស់អានយីងហ៊ឺហ៊ូគឺត្រូវវាសម្លាប់ លីយ៉ាបញ្ជូនមនុស្សយើងទៅសម្រាករបស់ឡាវប៉ាសង្ឃឹមថារឿងដែលប្រគល់ឲ្យមានបញ្ហាដណ្ដើមទ្រព្យសម្បត្តិគេយកជីវិតគេពិតជាគួរតែសម្លាប់មែនទុកចិត្តចុះទំនិញដែលប្រធានអានដឹកទៅក្រៅប្រទេសប៉ុន្មានឆ្នាំនេះខ្ញុំជាអ្នករៀបចំហើយបងប្អូនដែលនៅតែរឹងរូសបងថ្លៃស្រីខ្ញុំបានចាត់ការអស់ហើយធ្វើតាមបញ្ជាមេឃធ្វើអំពើដ៏ត្រឹមត្រូវយើងនឹងមិនបដិសេធទេប៉ុន្តែដោយសារតែវាគ្រាន់តែជាក្មេងដែលមិនដឹងប្រភពច្បាស់លាស់កូនសិស្សរបស់ខ្ញុំគឺគ្រប់គ្រាន់ហើយប៉ាវ៉ាងទៅចាត់ការក្មេងដែលឈ្មោះលីយ៉ាងនោះទៅឲ្យស្អាតបន្តិចបាទលោកគ្រូមានសិស្សច្បងរបស់លោកចៅតៃស៊ីចេញមុខខ្ញុំពិតជាទុកចិត្តហើយរឿងតូចតាចរឿងរបស់ប្រធានអានគឺជារឿងរបស់ខ្ញុំចង្រៃរបស់នេះមើលទៅសាមញ្ញកាត់ទៅពិបាកម្លេះញ៉ាំចំណែករបស់ខ្ញុំទៅមិននឹកស្មានថានៅមានរបស់ដែលលោកមិនចេះសោះតាមពិតខ្ញុំមិនចេះក៏មានច្រើនដែរមនុស្សគ្មានអ្នកណាល្អឥតខ្ចោះទេខ្ញុំគិតថាលោកល្អគ្រប់គ្រាន់ហើយមួយនេះជារបស់តែមួយគត់ដែលប៉ាខ្ញុំបន្សល់ទុកឲ្យខ្ញុំពេលនេះខ្ញុំចង់ជូនវាទៅលោកព្រោះលោកគឺជាមនុស្សដែលល្អចំពោះខ្ញុំបំផុតក្រៅពីគាត់ចុះលោកចង់ជូនអ្វីខ្ញុំវិញគួរឲ្យស្រឡាញ់ទេខ្ញុំចូលចិត្តណាស់នេះជាត្បូងដែលខ្ញុំរើផ្ទាល់ដៃធ្វើជាគ្រឿងអលង្ការសង្ឃឹមថាអ្នកនឹងចូលចិត្តត្បូងរកកម្រិតកម្ពស់ស្អាតណាស់ខ្ញុំចូលចិត្តណាស់គឺលីយ៉ាងឯងជាអ្នកណាមិនឃើញខ្ញុំកំពុងមានស្នេហាទេអីឲ្យតែជាលីយ៉ាងគឺបានហើយមិនសម្លាប់ខុសមនុស្សទេ